ៅកូនគេហើយសម្រាប់មកសៀមរាបជើងនេះគឺថាបានចូលប្រាសាទនិពន្ធលេងស្អាតមែនតើបងប្អូនផ្លូវដើរចូលទៅគឺថាដូចដើមវីដេអូចឹងបងប្អូនឃើញស្ពាននេះកណ្ដាលទឹកហ្មងហើយខ្ញុំមកលើកទី1ឯងមកប្រាសាទនិពន្ធនេះមកសៀមរាបច្រើនដងហើយសម្រាប់នេះជ្រូកខ្វៃនៅខាងបដាឆ្ងាញ់ស្រួយបងប្អូនហើយបើបងប្អូនមកញ៉ាំខ្ញុំរីកមិនឲ្យបងញ៉ាំនៅកន្លែងឆ្ងាញ់បុកខ្ចប់គឺលែងឆ្ងាញ់ហើយព្រោះសារវាអត់ស្រួយតែបើញ៉ាំនៅកន្លែងវិញគឺឆ្ងាញ់ហ្មងទឹកជ្រលក់អីគេនឹងឆ្ងាញ់តែបងប្អូនរើកន្លែងផងកន្លែងខ្លះញ៉ាំអត់ឆ្ងាញ់ហើយបងប្អូនមើលអូយឡើងស្រួយខ្ញោកហ្មងហើយគេអាងឲ្យយើងក្តៅយើងថែមអញ្ចឹងណាមួយសបាយមកលេងសៀមរាបជើងនេះគឺសបាយហ្មងដើរបានច្រើនកន្លែងតែមេឃមានភ្លៀងខ្លះអញ្ចឹងទៅក្តៅខ្លះអញ្ចឹងទៅហើយមកដល់កន្លែងនេះយើងចូលមកទិញអាកោកន្លែងហ្នឹងល្បីបងប្អូនគេមកឆុតទិញគ្រប់គ្នាហើយឆ្នាំងវិញគឺចាក់តម្រៀបគ្នាតែម្ដងនៅខាងបដាហ្នឹងណាល្បីជាងគេគឺអាកោហ្នឹងហ្មងតែឆ្ងាញ់គាត់តែខ្ញុំញ៉ាំមកបានច្រើនខ្ញុំញ៉ាំបានតិចអានេះកាត់មកដល់ពេលល្ងាចយើងញ៉ាំបាយនៅខាងវត្តពោឆ្ងាញ់ណាស់មកគេនៅហ្នឹងហើយយើងជិះដើរលេងនៅក្នុងក្រុងអញ្ចឹងទៅពីប្រជុំអញ្ចឹងទៅនាំកូនដើរមើលគេអញ្ចឹងណាសប្បាយម្យ៉ាងណាបងប្អូន